គេនឹងយកជីវិតមនុស្សម្នាក់ឬក៏មនុស្សពីរនាក់ឲ្យទៅចាំអគារឬក៏ចាំការដ្ឋានដែលគេកំពុងតែសាងសង់បើទោះបីជាវាមានគ្រប់អគារទាំងអស់គ្រប់ការដ្ឋានទាំងអស់ក៏ពិតមែនប៉ុន្តែវាក៏មានមួយចំនួនតូចដែរហើយចំពោះរឿងរ៉ាវដែលគាត់បានចែកម្លែកមកនេះវាគឺជារឿងរ៉ាវតាក់ទងជាមួយនឹងមនុស្សស្លាប់អំឡុងពេលដែលគេសាងសង់អគារឬក៏សាងសង់ការដ្ឋានអីនឹងឯងដែលគេជឿជាក់ថាមនុស្សដែលស្លាប់អំឡុងពេលដែលគេសាងសង់ហ្នឹងភាគច្រើនខ្លាចទៅជាខ្មោចទៅចាំអគារហ្នឹងឬចាំការដ្ឋានមួយហ្នឹងចំពោះរឿងរ៉ាវដែលគាត់បានចែកម្លែកមកនេះគាត់មានឈ្មោះថាលីណាប្រាប់ថារឿងរ៉ាវមួយនេះវាគឺជារឿងរ៉ាវដែលកើតឡើងនៅមុខផ្ទះរបស់គាត់កាលពីឆ្នាំ2018នឹងឯងដោយការហ្នឹងនៅមុខផ្ទះរបស់គាត់ហ្នឹងគឺមានគេសាងសង់បន្ទប់ជួលដែលបន្ទប់ជួលរបស់គេគឺមានកម្ពស់3-4ជាន់អីចឹងទៅហើយធម្មតាមុនពេលដែលគេសាងសង់បន្ទប់ជួលគេមានធ្វើកម្មវិធីក្រុងប៉ូលីហើយធ្វើរបៀបបុកគ្រឹះបុកអីចឹងណាហើយនៅខាងក្រៅអាគារហ្នឹងទៀតគេក៏មានជីកដីធំខ្លាំងមែនតើដើម្បីដាក់ប្រព័ន្ធលូដាក់អីចូលដើម្បីងាយស្រួលងាយអីចឹងទៅទាំងគ្នាអញ្ចឹងពេលហ្នឹងខែដែលគេធ្វើហ្នឹងគឺវាគឺជាខែវស្សាអញ្ចឹងអាប្រព័ន្ធលូដែលគេជីកដីហើយហ្នឹងគឺពេលដែលខែភ្លៀងមកទឹកភ្លៀងហូរខ្លាំងមែនតើគឺហូរចូលទៅក្នុងដីហ្នឹងគឺមានជម្រៅប្រហែលជាខ្ទង់2ទៅ3ម៉ែត្រឯហ្នឹងឯងគាត់ក៏ភ្លេចដូចគ្នាថាដឹងថាម៉ែត្រទេដឹងថាវាជ្រៅខ្លាំងណាស់ទាំងគ្នាប៉ុន្តែគេអត់ដាក់លូចូលទេព្រោះតែគេទៅមិនជីកហើយមិនភ្លៀងអីចឹងពិបាកដាក់លូដាក់អីហ្នឹងអញ្ចឹងគេក៏និយាយថាទុកដីនឹងចំហចោលអីចឹងទៅហើយអំឡុងពេលហ្នឹងដែរក៏កម្មករទាំងអស់ដែលធ្វើការនៅក្នុងការដ្ឋានមួយហ្នឹងគឺអាសាមកទិញអីវ៉ាន់របស់គាត់ខ្លាំងមែនតើហើយពេលដែលមកទិញអីវ៉ាន់គាត់ម្ដងពួកគាត់ហ្នឹងក៏អត់ដែរនិយាយរឿងតាក់ទងមួយរឿងជំនឿឬខ្មោចរឿងអីទេហើយគាត់ក៏សាងសង់ទៅដូចធម្មតាអញ្ចឹងគឺបានរលូនខ្លាំងមែនតើទាំងអស់គ្នាសាងសង់បានប្រហែលជាខ្ទង់40%នៅពេលមួយនោះក៏ស្រាប់តែបាត់ខ្លួនតាមម្នាក់ដែលជានៅជិតខាងរបស់លីណាដូចគ្នាផ្ទះគាត់គឺនៅខាងក្រោយផ្ទះរបស់លីណានឹងឯងគ្រាន់តែផ្ទះរបស់គាត់គឺក្រីក្រអីចឹងណាបងប្អូនហើយតាហ្នឹងគឺគាត់មានប្រពន្ធហើយនឹងចៅរបស់គាត់ចៅប្រុសម្នាក់នឹងឯងអញ្ចឹងគាត់ថាពេលដែលល្ងាចឡើងឬថ្ងៃឡើងអញ្ចឹងតាសួនគាត់តែងទៅដើរកាត់មុខផ្ទះរបស់លីណាបើមិនអញ្ចឹងទេគឺដើរជុំវិញអាកាសដ្ឋានគេកំពុងសាងសង់បន្ទប់ជួលហ្នឹងណាដើម្បីរកកតិចដៃរកអីចឹងទៅព្រោះតែគាត់គឺរើសឲ្យចាយរើសកតិចដៃយកលក់អីចឹងបងប្អូនអញ្ចឹងពេលហ្នឹងគេក៏បាត់ខ្លួនតាសួនរយៈពេល4ថ្ងៃពេលដែលតាសួនបាត់ខ្លួនភ្លាមហ្នឹងអត់មានពីណាគេរកគាត់ឃើញតែដឹងតែគាត់បាត់ទៅណាទេចៅរបស់គាត់ប្រពន្ធរបស់គាត់គឺព្យាយាមរកតាសួនដូចគ្នាប៉ុន្តែរកអត់ឃើញសោះមិនថាទៅរកនៅកន្លែងណាក៏រកអត់ឃើញទេបាត់ទៅគឺបាត់ឆឹងហ្មងអ្នកអត់ដឹងថាបាត់ទៅណាទេរហូតដល់4ថ្ងៃក្រោយមកទៀតនេះក៏ស្រាប់តែគេធំក្លិនចេញពីខាងក្រៅអាគារហ្នឹងហើយគឺកម្មករទាំងអស់ហ្នឹងគឺគេបានឃើញសាកសពដែលនៅក្នុងទឹកក្នុងដីដែលគេជីកដាក់ដាក់លូដាក់អីហ្នឹងទាំងគ្នាគឺគាត់ដែលចេញមកជាមួយសភាពសាកសពរបស់គាត់គឺហើមស្ពុលសភាពសាកសពគឺលំទឹកទាំងគ្នាភ្នែកមាត់អីគឺហើមហ្មងទាំងគ្នាសភាពចេញមកគឺគួរឲ្យខ្លាចនិងគួរអាណិតខ្លាំងមែនតើអញ្ចឹងពេលហ្នឹងម្ចាស់កឋានរបស់គេគាត់តែដឹងថានៅខាងក្រៅមានមនុស្សស្លាប់គឺគេអាណិតហ្មងគឺគាត់និយាយថាគាត់ស្លុកចិត្តព្រោះអីអាគាររបស់គេសាងសង់ឡើងអស់លុយទាំងម៉ឺនហើយមិនមានមនុស្សស្លាប់ចឹងទៀតហើយបើសិនជាមានគេយករឿងទៅនិយាយតគ្នាអីគឺនាំទៅមានបញ្ហាដល់បន្ទប់ជួលរបស់គេដល់កន្លែងរបស់គេអីចឹងទៅអញ្ចឹងម្ចាស់បន្ទប់ជួលរបស់គេហ្នឹងគឺបានសុំឲ្យកម្មករទាំងអស់រួមទាំងចិត្តខាងគឺបិទរឿងនឹងឲ្យចិត្តកុំឲ្យនិយាយទៅខាងក្រៅកុំឲ្យអានលឺកុំឲ្យអីចឹងទៅដោយសារតែគេត្រូវយកអាបន្ទប់ជួលឲ្យគេជួលហ្នឹងដែលគេធ្វើឲ្យជួលយកអីចឹងដល់នេះចឹងនៅហ្នឹងគេក៏ស្ងាត់ដែរតលតរឯតំបន់ហ្នឹងមកមិនគេដឹងរឿងអស់ហ្នឹងតែបើសិនជាអ្នកមកពីខាងក្រៅអត់មានដឹងរឿងរ៉ាវអីអស់ហ្នឹងទេចឹងក្រោយពេលគេរកឃើញសពអីហើយអស់គេបូជាសពកស៊ូអីហើយអស់ប្រហែលជាទុក3-4ថ្ងៃក្រោយមកទៀតនេះកម្មករដែលធ្វើការនៅក្នុងរោងនៅក្នុងការដ្ឋានហ្នឹងគឺចាប់ផ្ដើមមកនិយាយថាម៉ាយ៉ាហ្នឹងគឺចម្លាក់ខ្លាំងមែនតើគេអាសាឃើញតាស៊ូមកបង្ហាញខ្លួនឲ្យគេឃើញពេលខ្លះទៅគឺឃើញគាត់ហ្នឹងងើបចេញពីក្នុងអាទឹកអាដីដែលគេជីកដើម្បីដាក់លូហ្នឹងងើបចេញពីក្នុងទឹកហ្នឹងមកជាមួយសភាពភ្នែកហើមខ្លួនហើមសម្បល់ខ្លាំងអញ្ចឹងទៅចំណែកអ្នកខ្លះទៀតពេលដើរទៅនោមនៅខាងក្រោយហ្នឹងអ្នកគ្នាគឺបានឃើញខ្មោចតាស៊ូហ្នឹងវាលើដីហ្មងសភាពរបស់គាត់គឺគួរឲ្យខ្លាចហ្មងណាអញ្ចឹងពេលហ្នឹងលីណាក៏បានឃើញផ្ទាល់ទេគាត់លឺទៅកម្មករពេលដែលកម្មករមកទិញអីវ៉ាន់នៅកន្លែងគាត់អញ្ចឹងគឺគេរៀបក្របគេនិយាយប្រាប់គាត់អញ្ចឹងគឺគាត់មានអារម្មណ៍ថាខ្លាចហើយរហូតដល់គាត់លុកដូរនៅកន្លែងតូបហ្នឹងដល់មកប្រហែលជាខ្ទង់8-9យប់គាត់កំពុងរៀបចំបិទតូបនៅខាងមុខហ្នឹងកំពុងរៀបចំគាត់ក៏លឺសំឡេងអូសជើងនៅផ្លូវមុខផ្ទះរបស់គាត់នឹងឯងលឺសំឡេងហ្នឹងគឺលឺចេញពីបន្ទប់គេកំពុងសាងសង់ហ្នឹងកន្លែងជួលគេធ្វើបន្ទប់ជួលហ្នឹងគឺលឺសំឡេងដើរចេញពីក្នុងអូសជើងគ្រូដើរចឹងទៅអញ្ចឹងគាត់ដឹងមកថាអ្នកដែលជួយចាត់ដាក់អូសជើងគឺតាស៊ូនឹងឯងប៉ុន្តែគាត់ចង់មើលច្បាស់គាត់ព្យាយាមផ្ទៀងមើលច្បាស់ពេលព្យាយាមផ្ទៀងមើលច្បាស់ទៅទាំងអស់ទៀតគឺគាត់បានឃើញរូបរាងតាស៊ូហ្នឹងដើរអូសជើងនៅផ្លូវដើរចេញពីក្នុងបន្ទប់ជួលគេកំពុងសាងសង់ដើរចេញមកឲ្យដើរកាត់មុខផ្ទះរបស់គាត់ទៅផ្ទះគាត់ខាងក្រោយបាទគឺគាត់បានឃើញច្បាស់ផ្ទាល់ភ្នែកនឹងឯងពេលនោះលីណាគឺគាត់ខ្លាចអត់ខ្លាំងមែនតើដល់តែគាត់លិចនោមដាក់ខោរបស់គាត់ចឹងគាត់ប្រាប់ម៉ាក់ប៉ារបស់គាត់តែគាត់បានឃើញអីចឹងទៅប៉ុន្តែម៉ាក់ប៉ារបស់គាត់ប្រាប់ថាចេះកន្លងមកយើងមិនដែលធ្វើអីតាស៊ូទេចឹងតាស៊ូគាត់គ្រាន់តែថាមកឲ្យឃើញអីចឹងណាមិនតាន់អស់ឡើយមិនតាន់អស់អីទេប៉ុន្តែគាត់មិនមកបន្លាចយើងធ្វើបាបយើងអីគឺអត់មានទេចំណែកកម្មករគឺនៅតែបន្តនិយាយចឹងគ្រាន់តែគេនិយាយហ្នឹងគឺអត់ឲ្យម្ចាស់បន្ទប់ជួលដឹងទេថាគេបានឃើញបានអីដោយសារតែគេរឿងអាណិតម្ចាស់បន្ទប់ជួលដែរហើយគេក៏អត់និយាយរឿងទៅខាងក្រៅដែរគេថានិយាយថាក្នុង
ជាមួយនឹងកម្មករគ្នាគេហើយនឹងមកនិយាយកន្លែងរបស់លីណាហ្នឹងទេហើយលីណាគាត់ក៏និយាយតដែរទាំងអស់គ្នាដូចនិយាយចឹងបន្ទប់ជួលមួយគឺសាងសង់អស់លុយច្រើនណាស់សុកមានមនុស្សស្លាប់មានអីអញ្ចឹងគឺវានាំសយឲ្យម្ចាស់បន្ទប់របស់គេម្ចាស់គម្រោងរបស់គេអីនឹងឯងទាំងអស់គ្នាអញ្ចឹងបន្ទប់ជួលហ្នឹងក៏នៅតែបន្តសាងសង់រហូតដល់ចប់សពគ្រប់អស់កន្លងផុតទៅបានប្រហែលជាខ្ទង់កន្លះឆ្នាំក្រោយមកក៏គេចាប់ផ្ដើមបាត់ដំណើរការឲ្យមានគេមកជួលមកអីចឹងណាក៏មានគេមកជួលដូចធម្មតាអញ្ចឹងលីណាគាត់ថាគាត់ឃើញគឺឃើញតែម្ដងហើយគឺលេងឃើញរហូតហ្មងដោយសារតែគាត់បិទតប់ក្នុងម៉ោង8គឺដឹងតែបិទតែឲ្យទៅអស់វាថាកម្មករមកទិញអីគាត់បិទតប់យកហ្មងអញ្ចឹងគាត់បានឃើញអីទៀតទេអញ្ចឹងក្រោយកន្លះឆ្នាំក្រោយមកទៀតនេះក៏មានគេមកជួលនៅជួលអីចឹងគាត់គាត់ថារឿងប្រហែលជាស្ងាត់អីហើយប៉ុន្តែអត់ទេគឺអ្នកដែលមកជួលនៅបន្ទប់ជួលហ្នឹងគឺនិយាយថាចេះហើយទៅពេលដែលគេជិះម៉ូតូយកទៅទុកនៅខាងក្រៅអាគារហ្នឹងណាគឺគេតែងតែបានឮសំឡេងមនុស្សចាស់យំឮសំឡេងមនុស្សចាស់យំឮសំឡេងមនុស្សប្រុសយំដំបងគេគិតថាប្រហែលជាអ៊ំសំសុកគាត់មកយំនៅខាងក្រោយឬគាត់កើតអីចឹងណាប៉ុន្តែដល់ពេលដើរទៅចិត្តទៅគឺជាខ្មោចហ្មងបងប្អូនគឺរូបរាងគឺហើមភ្នែកបាក់ធំសភាពមកគឺជាក្រសួងនឹងឯងបងប្អូនអញ្ចឹងលីណាពេលដែលគាត់ឮគេនិយាយអញ្ចឹងគាត់បានត្រឹមតែនិយាយថាចាបើអីទេប្រហែលជាគេឲ្យឃើញមួយផ្លែតអីអញ្ចឹងណាគាត់អត់និយាយរឿងរ៉ាវដែលគាត់បានជួបប្រទះកាលពីគេសាងសង់អគារដំបងហ្នឹងគឺកើតអីគាត់បាននិយាយរឿងនឹងប្រាប់គេទេអញ្ចឹងគេក៏ចេះតែនៅមកនិយាយប្រាប់គាត់ថាអូតុកម៉ូតូនឹងម្ដងគឺខ្លាចហ្មងឲ្យតុកហ្នឹងគឺដឹងតែរត់ទៅឲ្យទៅពេលយប់ពេលអីចឹងអ្នកខ្លះទៅដល់ថ្នាក់ហ៊ានតុកម៉ូតូខាងក្រៅហ្នឹងទេសួរចិត្តផ្សាយនៅកន្លែងផ្សេងរួចដើរឡើងទៅចដើរឡើងទៅបន្ទប់របស់គេអីនឹងឯងបងប្អូនប៉ុន្តែបន្ទប់ជួលនេះគឺទៅជួលមានមនុស្សមកជួលដូចធម្មតាអញ្ចឹងហើយគឺពេញគ្រប់បន្ទប់អីហ្នឹងទៀតបងប្អូនរហូតដល់លីណាហ្នឹងណាគាត់មានមិត្តភក្តិម្នាក់មកជួលបន្ទប់ជួលនឹងស្នាក់នៅហើយបន្ទប់ដែលពួកម៉ាក់របស់គាត់ជួលហ្នឹងគឺនៅជាន់ទី2លីណាគឺគាត់អត់បាននិយាយរឿងរ៉ាវដែរកាត់ឡើងនៅបន្ទប់ជួលមួយហ្នឹងប្រាប់ទៅមិត្តភក្តិរបស់គាត់ទេដោយសារគាត់គិតថាចេះប្រហែលជារឿងគេស្ងាត់រឿងគេអីចឹងទៅអាចមកឃើញផ្លែផ្លែជារឿងធម្មតាទេចឹងអត់អីទេចឹងមិត្តភក្តិរបស់គាត់ក៏ជួលបានមួយខែពីរខែទៅគឺវាអត់មានបញ្ហានឹងឯងរហូតដល់ម៉ោងប្រហែលជាខ្ទង់ម៉ោង9យប់មិត្តភក្តិរបស់គាត់ធ្វើការហូបមីឆុងចឹងណាចឹងក៏ប្រាប់ឲ្យលីណាជួយយកឲ្យទៅបន្ទប់របស់គេផងបន្ទប់របស់គេជាន់ទី2ទេចឹងលីណាគាត់ក៏និយាយថាឆុងមីឆុងអីរួចគាត់ដើរឡើងទៅបន្ទប់មិត្តភក្តិរបស់គាត់ម៉ោង9ហ្នឹងពេលគាត់ដើរឡើងទៅនៅតាមចដៅគឺមានគេដើរចុះមកមួយប៉ុន្តែនៅពេលដែលគាត់ងាកស្រឡឹងទៅខាងក្រោយទេគឺគាត់បានឃើញតាសួងសម្បល់ខ្មៅភ្នែកហើមឈរនៅគៀនចាអាគៀនបន្ទប់ផ្លូវដើរទៅខាងក្រោយហ្នឹងគឺឈរមើលមកគាត់ចេះឈរមើលមកគាត់ជាមួយនឹងសភាពចេញមកគឺគួរឲ្យខ្លាចខ្លាំងមែនតើលីណាដល់ពេលហ្នឹងគាត់គាត់អត់គិតច្រើនទេគាត់តម្លាក់កំប៉ុងមីពីដៃរត់ទៅផ្ទះរបស់គាត់វិញហើយមិត្តភក្តិរបស់គាត់ទេសួរចេះមីដល់ណាអីចឹងណាប៉ុន្តែគាត់អត់និយាយទេគាត់ថាចេះអត់បានយកឲ្យទេរវល់អីចឹងទៅចឹងមិត្តភក្តិរបស់គាត់ដើរចុះមកវិញហើយពេលមិត្តភក្តិរបស់គាត់ដើរចុះមកវិញហ្នឹងគាត់ប្រាប់មិត្តភក្តិរបស់គាត់ពីហេតុការណ៍ពីអីដែលគេបានជួបប្រទះហើយនឹងពីរឿងរ៉ាវដែលកើតឡើងអំឡុងពេលដែលគេសាងសង់អគារមួយហ្នឹងចឹងទៅចឹងមិត្តភក្តិរបស់គាត់ពេលឮហើយគាត់ធ្វើធម្មតាក៏ជួលនៅដូចធម្មតាទាំងអស់គ្នាដោយសារតែមិត្តភក្តិរបស់គាត់អាចនិយាយបានថាគេមិនសូវជឿនៅរឿងអស់ហ្នឹងហើយគេនឹងក៏បានឃើញផ្ទាល់ភ្នែកដែរចឹងគឺគេអត់សូវជឿគាត់ទេហើយរឿងរ៉ាវតាក់ទងជាមួយខ្មោចចាំអគារចាំអីអស់ហ្នឹងទាំងអស់គ្នាគេដូចនិយាយចឹងឲ្យតែមានគេសាងសង់អគារអាចនិយាយមិនទាំងអស់អគារតែមានមួយចំនួនតូចដែលមានរឿងរ៉ាវអញ្ចឹងកើតឡើងហើយក៏មិនមែនជាកំហុសរបស់ម្ចាស់គម្រោងឲ្យសាងសង់នឹងដែរប៉ុន្តែធ្វើមិនបើមានមនុស្សស្លាប់អីអញ្ចឹងហើយនៅអស់នេះរឿងរ៉ាវគាត់ចែកម្លែកមកនេះក៏មានតែប៉ុណ្្នឹងដែរបើសិនអត់គ្នាមានចែកម្លែកចាកុំឆាត់មកក្នុងខោ